អ្នកតាមដានខ្លះរិះគន់និងជំរុញឲ្យនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតសុំទោសពលរដ្ឋខ្មែរជាសាធារណៈជុំវិញការដែលយោធាថៃដណ្ដើមកាន់កាប់ទឹកដីខ្មែរមួយផ្នែកតាមព្រំដែននៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃចំនួន21ថ្ងៃមកនេះខណៈមេដឹកនាំរូបនោះបកស្រាយថាកិច្ចព្រមព្រៀងបទច្បាញ់ថ្មីនេះមិនមែនជាការកាត់ទឹកដីឲ្យថៃដើម្បីដោះដូរសន្តិភាពឬការចោះចាញ់ក្តីកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីបានធ្វើឡើងនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ក្រោយថៃបើកការបាញ់ប្រហារឈ្លានពានកម្ពុជាអស់រយៈពេល21ថ្ងៃរួចមកក្រោយមានបទឈប់បាញ់ថៃបានបញ្ចេញវីដេអូជាច្រើនដែលគេជឿថាថៃបានគ្រប់គ្រងដីខ្មែរជាច្រើននៅក្រោមទង្វើឈ្លានពាននេះដូចជាថៃដណ្ដើមគ្រប់គ្រងប្រាសាទខ្នារប្រាសាទតាក្របីនៅឯខេត្តឧត្តរមានជ័យភូមិជោគជ័យនិងភូមិព្រៃច័ន្ទភូមិបឹងត្រកួនក្នុងខេត្តបន្ទាយមានជ័យតំបន់អានសេះនៅក្នុងខេត្តព្រះវិហារទីប្រជុំជននៅឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់និងទីតាំងជាច្រើនទៀតជុំវិញបញ្ហានេះអ្នកប្រើប្រាស់បណ្ដាញសង្គមបានចោទប្រកាន់មេដឹកនាំគ្រួសារហ៊ុនពីអសមត្ថភាពក្នុងការការពារទឹកដីហើយថាកិច្ចព្រមព្រៀងបទច្បាញ់នេះជាការកាត់ដីឲ្យបរទេសដើម្បីរក្សាអំណាចក្រោមពាក្យស្រឡាញ់សន្តិភាពយ៉ាងណានាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានបញ្ចេញសារលើបណ្ដាញសង្គមរបស់លោកដោយលោកបានបកស្រាយថាការជ្រើសយកនៅការអនុវត្តបទច្បាញ់នេះមិនមែនមានន័យថាកម្ពុជាចោះចាញ់ឬសុកចិត្តយកបូរណភាពទឹកដីទៅដូរយកសន្តិភាពឡើយហើយថារឹតតែមិនមែនមានន័យថាកម្ពុជាអស់សមត្ថភាពឬបោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរប៉ុន្តែផ្ទុយទៅវិញការសម្រេចចិត្តនេះបង្ហាញថាកម្ពុជាបានសម្រេចប្រកាន់យកនៅមាគ៌ាសន្តិភាពនិងការតម្កល់អាយុជីវិតនិងសេចក្តីរបស់ប្រជាជនជាឯកភាពចម្បងបំផុតនិងខ្ពស់បំផុតមួយរបស់ខ្លួនបើទោះបីជាត្រូវប្រឈមមុខនឹងសម្ពាធឬការលំបាកយ៉ាងណាក៏ដោយលោកគូបញ្ជាក់ថាបើទោះបីយើងនៅតែអាចបន្តទប់ទល់នឹងការប្រយុទ្ធគ្នាក្នុងនាមជាប្រទេសតូចយើងនៅតែមិនមានអ្វីចំណេញសោះឡើយពីការអូសបន្លាយនៅក្នុងរយៈពេលយូរនៃការប្រយុទ្ធនេះពេលនេះប្រជាពលរដ្ឋភៀសសឹកជាងកន្លះលាននាក់កំពុងទន្ទឹមរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញកុមាររាប់ពាន់នាក់កំពុងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅថ្នាក់រៀនវិញហើយក្រុមគ្រួសារកងទ័ពកងនគរបាលរាប់ពាន់នាក់ក៏កំពុងរង់ចាំផ្លូវឪពុកកូនប្តីពូមីងបងឬប្អូនរបស់ពួកគេពីសមរភូមិយ៉ាងអន្ទះសារបំផុតសម្រាប់លោកហ៊ុនម៉ាណែតខណៈដែលលទ្ធភាពនៃការស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននេះដោយសន្តិវិធីនៅតែមានរដ្ឋាភិបាលអាចសម្រេចចិត្តប្រកាន់យកនៅការចរចាបញ្ចប់នៅការប្រយុទ្ធគ្នាមុនពេលវាកាន់តែរីកធំជាងនេះទៅទៀតដើម្បីកាត់បន្ថយនៃការឈឺចាប់និងទុក្ខសោករបស់បងប្អូនជនរួមជាតិជាអតិថិជនហើយក៏ដើម្បីបញ្ឈប់នៃការពលីនិងការរងរបួសរបស់បងប្អូនពលរដ្ឋកងទ័ពវីរៈនគរបាលក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់ដែលមកទល់ពេលនេះមានប្រជាជនស៊ីវិល32នាក់បានបាត់បង់ជីវិតនិង93នាក់បានរងរបួសជុំវិញបញ្ហានេះតំណាងរាជគណៈបកប្រឆាំងលោកអ៊ុំសំអានបានចែករំលែកវីដេអូពីទង្វើឈ្លានពានរបស់ថៃនិងបាននិយាយថានៅថ្ងៃទី29ខែធ្នូនេះថៃកំពុងប្រើគ្រឿងចាក់ធ្វើទង្វើបាននិយាយថាជាជំរឿនល្អបំផុតលោកហ៊ុនម៉ាណែតគួរចេញមុខសំទោសប្រជាជាតិខ្មែរជាសាធារណៈនិងទទួលស្គាល់កំហុសរបស់ខ្លួនដែលអសមត្ថភាពមិនអាចការពារទឹកដីនិងចាញ់សង្គ្រាមលោកបញ្ជាក់ថាក្នុងនាមជាពលរដ្ឋម្នាក់លោកពិតជាគ្រប់គ្រងនឹងការចោះចាញ់នេះព្រោះមិនអាចបន្តសង្គ្រាមដែលដឹងថាខ្លួនចាញ់បែបនេះទេលោកថាតំបន់អានសេះនិងអូស្មាច់បើសត្រូវអាចវាយបែកហើយទំនងគ្មានកន្លែងណាអាចទប់បានទេលោកគិតថាបើកុំតែមានបទឈប់បាញ់ទាន់សូម្បីតែប្រាសាទព្រះវិហារពេលនេះក៏ត្រូវបានយោធាថៃគ្រប់គ្រងដែរសម្រាប់លោកវ៉ុនចាន់ឡូតការទទួលស្គាល់កំហុសជាសាធារណៈរបស់មេដឹកនាំជារឿងធម្មតាទៅហើយសម្រាប់ការដឹកនាំដែលអំណាចបានមកពីពលរដ្ឋ
ក្រៅពីការសុំទោសចំពោះមុខប្រជាជាតិខ្មែរការបដិញ្ញាចិត្តកែប្រែខ្លួនភ្លាមៗជាជំរឿបន្ទាប់ក្នុងករណីមិនក្លាហានចុះចេញពីអំណាចលោកថាប្រសិនបើសង្គ្រាមឈ្លានពានរបស់ថៃពីលើកមកនេះមិនអាចឲ្យកម្ពុជាផ្លាស់ប្ដូរខ្លួនឯងទេមានន័យថាកម្ពុជានឹងប្រឈមទៅនឹងការបាត់បង់ទឹកដីទាំងស្រុងលោកចាន់លូតចោទជាសំណួរថាត្រង់នេះពលរដ្ឋខ្មែរក៏នឹងពិចារណាបោះសន្លឹកឆ្នោតទៅឲ្យគណបកកណ្ដាលអំណាចអាណត្តិក្រោយៗទៀតឬយ៉ាងណាក្រមព្រហ្មទណ្ឌកម្ពុជាមាត្រា440ចែងថាអំពើប្រកុលរដ្ឋបរទេសឬភ្នាក់ងារបរទេសនៅដែនដីជាតិទាំងស្រុងឬមួយផ្នែកជាអំពើក្បត់ជាតិត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត